អន្លក់ស្រស់ស្រស់មកកញ្ច្រែងធំនេះហ่าបងប្អូនទាំងអស់គ្នានិយាយថាត្រូវជាតិគ្នាជាមួយនឹងប្រហុកចំហុយមែនតែនផ្លែល្ហុងយើងយកមកឆ្ងោបែបនេះហូបជាមួយនឹងប្រហុកគឺថាត្រូវជាតិគ្នាខ្លាំងមែនតែនបងប្អូនទាំងអស់គ្នាអន្លក់របស់យើងឯនឹងស្រស់ស្រស់មែនតែនអន្លក់បើសិនជាយើងចេះហូបផ្ទាប់គ្នាមួយមុខបន្តិចចឹងបងប្អូនទាំងអស់គ្នាគឺថាឆ្ងាញ់ហ្មងយើងដាក់ប្រហុកចំហុយរបស់យើងនឹងមកនិយាយថាមួយម៉ាត់ហើយមួយម៉ាត់ទៀតអត់ចង់ដកមាត់ទេបងប្អូនណាឆ្ងាញ់មែនតែនហ្មងបងប្អូនទាំងអស់គ្នាហើយវិធីសាស្ត្រនៃការធ្វើវិញក៏ស្រួលដែរអត់មានពិបាកទេមានតែមុខពី3មុខមកគឺថាបានប្រហុកចំហុយឡើងលមួតទំនងឆ្ងាញ់មែនតែនចង់ដឹងវិធីសាស្ត្រនៃការធ្វើតោះកុំភ្លេចរងចាំមើលទាំងអស់គ្នាជាដំបូងគឺយើងមានសាច់ជ្រូក3ជាន់ពងទាប្រហុកជាមួយនឹងលក់របស់យើងស្រស់ៗ3 4មុខនឹងមកអន្លក់របស់យើងគឺយើងបែងចែកជា2គឺអន្លក់ហូបឆៅជាមួយនឹងអន្លក់ស្ងោរបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងធ្វើមកលក់ឆៅឬមួយក៏ស្ងោររបស់យើងហើយអញ្ចឹងគឺយើងធ្វើការចាប់ផ្ដើមមកច្រាមសាច់ជ្រូករបស់យើងសិនមកសាច់ជ្រូកច្រាមនេះគឺថារៀងពិបាកបន្តិចដោយសារតែវាច្រាមត្រូវការឲ្យម៉ត់ខ្លាំងមែនតើណាបងប្អូនទាំងអស់គ្នាទើបយើងហូបទៅឆ្ងាញ់ហ្មងបងប្អូនសាច់ជ្រូកយើងហ្នឹងយើងព្យាយាមច្រាមឲ្យម៉ត់អញ្ចឹងខ្ញុំធ្វើការច្រាមប្រហុកម្ដងប្រហុករបស់យើងគឺលាងទឹកឲ្យស្អាតហើយយើងយកអាប្រហុកណាដែលអត់ខាបងប្អូនយើងបញ្ច្រាមវាឲ្យម៉ត់ឆ្លងបែបហ្នឹងមកបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំធ្វើការដាក់ម្សៅរ៉ូឌីប៊ីចេងស្ករខ្ញុំប្រើ2ស្លាបព្រាបាយដោយសារតែយើងខ្លាច់ប្រៃអញ្ចឹងយើងធ្វើការដាក់ពងមាន់ថ្ងៃនេះខ្ញុំប្រើ3គ្រាប់ដោយសារតែប្រើ3គ្រាប់ប៉ុណ្ណឹងលបាយវាល្មមហ្មងអត់លមួតពេកឬក៏អត់រាវពេកទេបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងផ្សំហើយយើងធ្វើការដាក់ប្រហុករបស់យើងចូលមកអញ្ចឹងយើងធ្វើការដាក់ប្រហុកហើយឬការខាប់ពេកបងប្អូនទាំងអស់គ្នាយើងដាក់ទឹកវាបន្តិចមកនិយាយច្រើនពេកចង់ត្រឡាន់អញ្ចឹងយើងធ្វើការដាំខ្ទឹមសហើយជាមួយនឹងខ្ទឹមក្រហមរបស់យើងមកកពឹសហ្នឹងយើងយកមកដាក់វាឲ្យឈ្ងុយខ្ទឹមសខ្ទឹមក្រហមនឹងខ្លាំងមែនតើម្ទេសគឺយើងហាន់កង់បែបហ្នឹងមកបងប្អូនទាំងអស់គ្នាស្រួលយើងហូបមួយម៉ាត់យើងដាក់ម្ទេសមកកង់ហ្មងអញ្ចឹងប្រហុករបស់យើងក៏បានរៀបចំហើយមានអីងាយស្រួលធ្វើមែនតើលក់ពី3មុខមកហើយនឹងប្រហុកច្រាមរបស់យើងតិចមកគឺមានជាតិហ្មងអញ្ចឹងយើងធ្វើការបង្កាត់ភ្លើងរបស់យើងឆេះហើយយើងក៏ធ្វើការដាក់ខ្ទះយើងចូលមកខ្ទះបងប្អូនប្រើខ្ទះណារៀងធំដូចជាខ្ទះរបស់ខ្ញុំអញ្ចឹងក៏បានដែរស្រួលយើងរងាស់ជាមួយនឹងលក់របស់យើងហើយជាមួយនឹងប្រហុករបស់យើងនឹងយើងធ្វើដំណើរគ្នាទៅងាស់ដំណើរគ្នាដើម្បីឲ្យយើងចំណេញពេលបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងធ្វើការដាក់អន្លក់របស់យើងហើយយើងធ្វើការក្របវាមកខ្ញុំក្របគម្របឆ្នាំង2ជាន់បែបហ្នឹងបងប្អូនទៅវាអត់ចូលទឹកទេប្រហុករបស់យើងនិយាយថាអត់មានទឹកទេគឺល្មួតឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងបន្ទាប់ពីយើងដាក់ប្រហុកហើយយើងអង្គុយបក់មើលថែភ្លើងវាហ្នឹងឲ្យវាពុះកញ្ជ្រោលទៅដើម្បីឲ្យយើងឆាប់បានហូបអញ្ចឹងណារងាស់បែបនេះគឺយូរដែរខ្ញុំប៉ាងមើលរហូតនឹងដោយសារតែវាខ្លាច់វាខ្លោចបងប្អូនទាំងអស់គ្នាអញ្ចឹងធ្វើការលក់របស់យើងគឺឆ្អិនហើយលក់របស់យើងគឺឆ្អិនមុនប្រហុកបងប្អូនដោយសារតែវាខ្ចីអញ្ចឹងវាឆាប់ផុយដែរទេខ្ញុំក៏ធ្វើការបើកមើលចង់ដឹងថាប្រហុករបស់យើងវាចិត្តឆ្អិនដែរឬនៅប្រហែលចិត្តឆ្អិនដែរបងប្អូនទាំងអស់គ្នាតែមកសន្ទុះទៀតទេឆ្អិនហើយបន្ទាប់ពីយើងដករំលក់របស់យើងចេញមកហើយយើងធ្វើការក្របវាមកសន្ទុះធំមកឃើញទេបងប្អូនទាំងអស់គ្នាឆ្អិនបាត់ហើយស្រួលមែនតើងាយស្រួលធ្វើមែនតើហើយនិយាយថាប្រហុករបស់យើងហ្នឹងឡើងល្មួតហ្មងបងប្អូនទាំងអស់គ្នាឃើញទេអត់មានចូលទឹកទេដោយសារតែយើងក្របគម្របឆ្នាំងវា2ជាន់លក់របស់យើងក៏ឆ្អិនបានស្អាតប្រហុករបស់យើងក៏ឆ្អិនអត់ចូលទឹកទេគឺស្អាតមែនតើបងប្អូនទាំងអស់គ្នាប្រហុកចំហុយបែបហ្នឹងនិយាយថាអូយត្រូវជាតិគ្នាជាមួយនឹងពពាយទៅសក់ទៅជាមួយនឹងសណ្តែកគួរជាមួយនឹងអីអញ្ចឹងទៅបងប្អូនទាំងអស់គ្នាស្រួយឆ្ងាញ់មែនតើខ្ញុំហូបសឹងតែអស់បាយមួយឆ្នាំណាស្រួយគឺឆ្ងាញ់មែនតើហើយផ្លែល្ហុងរបស់យើងហ្នឹងយកទៅមកស្ងោរបែបហ្នឹងគឺឆ្ងាញ់ហ្មងឡើងផុយល្អហើយចូលជាតិគ្នាជាមួយនឹងប្រហុករបស់យើងមែនតើបងប្អូនទាំងអស់គ្នាអាចសាកបានណាលក់របស់យើងអូយហូបមួយម៉ាត់ហើយមួយម៉ាត់ទៀតគឺថាអត់ចង់ដកមាត់ហ្មងឆ្ងាញ់មែនតើបងប្អូនទាំងអស់គ្នាហ្នឹងហើយវីដេអូនេះក៏ឈានជើងដល់ទីបញ្ចប់ដែរក៏អរគុណអ៊ំពូមីងបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានមើលវីដេអូមួយនេះអរគុណជម្រាបលាបាយបាយ